នៅខាងក្រោយខ្ញុំនេះគឺជាផ្ទះវិឡាទំនើបដល់13មួយនៅលើពិភពលោកដែលមានអាយុជិត100ឆ្នាំហើយមានឆ្ងល់ឡោះថាផ្ទះមានរាងដូចប្រអប់4ជ្រុងអញ្ចឹងមិនក៏ល្បីម៉េះអញ្ចឹងចង់ដឹងពីអត្តន័យនៅពីក្រោយផ្ទះនេះទៅតាមដានជាមួយខ្ញុំទាំងអស់គ្នាផ្ទះនេះមិនមែនទៅឈ្មោះថាវិឡាសវ័ររចនាដោយស្ថាបត្យករបារាំងស្វីសលោក Le Corbusier ដែលគាត់ជាស្ថាបត្យករដ៏ល្បីមួយរូបផ្ទះនេះឈ្មោះថាសវ័រដោយសារក្រុមគ្រួសារឈ្មោះសវ័រហ្នឹងគាត់បានឲ្យស្ថាបត្យកររចនាផ្ទះឲ្យគាត់ហើយក៏បានសាងសង់ផ្ទះរួចក្នុងឆ្នាំ1931ហើយមកដល់ឥឡូវវាអាយុកាលចូល94ឆ្នាំហើយមើលទៅវានៅតែថ្មីហាក់ដូចជាសង់ប្រហែលឆ្នាំមុនអញ្ចឹងហើយបើទីតាំងផ្ទះនេះវិញគឺនៅជាយទីក្រុងប៉ារីសប្រទេសបារាំងក្រុមគ្រួសារឈ្មោះសាវ័រហ្នឹងនៅបានប្រហែលឆ្នាំក៏វិឡាមួយហ្នឹងវាជ្រាបទឹកតាមតវ៉ូបើកលំហចំហខាងលើហ្នឹងចូលទៅក្នុងផ្ទះហើយពួកគាត់ក៏រើចាក់ចេញពីផ្ទះហ្នឹងបន្ទាប់មកទៀតក៏បានមានសង្គ្រាមលោកលើកទី2ហើយពេលសង្គ្រាមហ្នឹងក៏គេយកផ្ទះហ្នឹងប្រើប្រាស់ជាកន្លែងទុកដំណាំកសិកម្មអីចឹងទៅបន្ទាប់ពីចប់សង្គ្រាមដោយសារផ្ទះហ្នឹងវាទ្រុឌទ្រោមវាបាក់បែកហើយក៏ម្ចាស់ផ្ទះសាវ័រហ្នឹងក៏គាត់គិតថាចង់បបាយចោលអីចឹងណាប៉ុន្តែដោយសារមានក្រុមជំនាញក៏ពួកគាត់គិតថាហ្នឹងវាជាតម្លៃស្ថាបត្យកម្មគួរតែជួសជុលកែលម្អឲ្យវាដូចសភាពដើមវិញហើយក៏ត្រូវបានចុះបញ្ចូលបេតិកភណ្ឌពិភពលោកក្នុងឆ្នាំ2016បាននិយាយទៅលើសពីរូបរាងអគារ4ជ្រុងដោយប្រអប់ផ្ទះនេះគឺជាឫសគល់ស្ថាបត្យកម្មសម័យថ្មីដែលគេហៅថាស្ថាបត្យកម្មទំនើបហើយវាមិនត្រឹមតែជារបត់ថ្មីមួយនៃស្ថាបត្យកម្មសម័យថ្មីពេលនោះទេប៉ុន្តែវាផ្ទុកទៅដោយអត្តន័យឬក៏គេហៅថាគំនិតនៃការបង្កើតស្ថាបត្យកម្មដោយលោក Le Corbusier គាត់មានគំនិតថ្មីស្រឡាងនៅពេលនោះដែលគាត់គិតថាស្ថាបត្យកម្មមិនត្រូវចាំបាច់មានក្បាច់រចនាចម្លាក់អីតុបតែងច្រើនទៅលើអគារគឺត្រូវផ្ដោតទៅលើការរស់នៅជាធំអញ្ចឹងហើយទើបលោក Le Corbusier គាត់មានទ្រឹស្ដីមួយថាផ្ទះគឺជាម៉ាស៊ីនក្នុងការរស់នៅសម្រាប់បម្រើសេវាកម្មដល់មនុស្សជាជាងការតុបតែងចម្លាក់ក្បាច់ក្បូរដោយចំណាយថាមពលពេលវេលាដែលផ្ដោតទៅលើក្បាច់ក្បូរចម្លាក់អីលម្អអីផ្សេងហ្នឹងអញ្ចឹងហើយទើបនៅពេលដែលគាត់បានយកគំនិតនេះសាងសង់ផ្ទះនេះរួចផ្ទះមួយនេះបានជះឥទ្ធិពលក្នុងការបង្កើតស្ថាបត្យកម្មទំនើបផ្សេងទៀតដូចជាការិយាល័យសាលារៀនលំនៅឋានប្រមូលផ្ដុំហើយក្នុងនោះប្រទេសកម្ពុជាយើងក៏ទទួលឥទ្ធិពលពីស្ថាបត្យកម្មឬក៏ទ្រឹស្ដីស្ថាបត្យកម្មទំនើបនេះដែរដែលយើងមានស្ថាបត្យករមួយចំនួនបានមកសិក្សានៅប្រទេសបារាំងហ្នឹងគាត់បានទទួលឥទ្ធិពលពីទ្រឹស្ដីនេះហើយយកទៅអនុវត្តនៅប្រទេសកម្ពុជាអញ្ចឹងដោយស្ថាបត្យករលោកតាវ៉ាន់មូលីវ៉ាន់គាត់បានមកសិក្សានៅប៉ារីសក៏គាត់បាននិយាយដែរថាគាត់ចូលចិត្តរៀនពីលោក Le Corbusier អញ្ចឹងទៅពេលនោះគាត់រៀនចប់ពីប្រទេសបារាំងគាត់ត្រឡប់ទៅប្រទេសកម្ពុជាវិញក៏ក្នុងសម័យកុម្មុយនីសនិយមហ្នឹងក៏បង្កើតស្នាដៃស្ថាបត្យកម្មទំនើបដែលយើងហៅថាស្ថាបត្យកម្មខ្មែរថ្មីហ្នឹងគឺមានគោលគំនិតឬគល់ចេញពីស្ថាបត្យកម្មនៅខាងក្រោយនេះឯងតែនេះគឺជាឫសគល់មួយដែលជួយជំរុញឲ្យមានស្ថាបត្យកម្មទំនើបចឹងលោក Le Corbusier គាត់បានបញ្ចូលទ្រឹស្ដីឬក៏គំនិត5ចំណុចដែលគាត់គិតថាអគារទំនើបគួរតែមានទី1គឺ Pilotis ហ្នឹងគាត់ចង់បានន័យថាអគារសង់លើសសរឲ្យផុតពីដីគឺដើម្បីឲ្យមានចរន្តខ្យល់ធម្មជាតិឆ្លងកាត់និងពន្លឺធម្មជាតិហើយអាចមានលំហបើកចំហសម្រាប់ប្រើប្រាស់ផ្សេងៗចឹងទៅចំណុចទី2គឺ horizontal window ចឹងដូចយើងបានឃើញនៅអគារនេះចឹងគឺមានប្អួចតាមបែបផ្ដេកទៅវែងបែបនេះដើម្បីឲ្យមានទិដ្ឋភាព360ឬក៏គេហៅថាទិដ្ឋភាព panorama សម្រាប់មើលទេសភាពខាងក្រៅវិញចឹងទៅចំណុចទី3ហ្នឹងគឺ free facade បានន័យថារូបរាងផ្ទះខាងមុខអញ្ចឹងគឺវាមានសេរីភាពមានគេហៅថាឯករាជ្យភាពក្នុងការឈរក្នុងការមានសោភ័ណភាពជាខ្លួនឯងមានរាងពុតពេនកាច់កោងហើយវាអត់រត់ទៅតាមជើងសសរឬក៏ទៅតាមធ្នំអីទេហើយទ្រឹស្ដីចំណុចទី4ហ្នឹង roof garden គឺជាការដាំរុក្ខជាតិដើមឈើនៅលើដំបូលផ្ទះមានទេសភាពរុក្ខជាតិបៃតងឯជាដើមហ្នឹងដើម្បីផ្សារភ្ជាប់ការរស់នៅជាមួយធម្មជាតិហើយសម្រាប់ប្រទេសយើងជាប្រទេសក្តៅការប្រើប្រាស់ទ្រឹស្ដីនេះពិតជាត្រូវមែនតើដោយសារការមានរុក្ខជាតិបៃតងនៅលើដំបូលលើផ្ទះនេះវាជួយកាត់បន្ថយកម្ដៅព្រះអាទិត្យដែលចាំងពីលើចូលមកកាន់ខាងក្នុងផ្ទះហ្នឹងហើយការរស់នៅក៏វាមានផាសុកភាពទៅតាមនឹងដែរនៅពេលដែលផ្ទះយើងវាអត់ក្តៅ
ហើយចំណុចទី5ដែលចំណុចចុងក្រោយហ្នឹងគឺ free plan បានន័យថាការរៀបចំខាងក្នុងផ្ទះបន្ទប់ខាងក្នុងមានការប្រើប្រាស់ឲ្យវាបានស្រួលឲ្យវាឆ្លើយតបទៅនឹងការប្រើប្រាស់អញ្ចឹងគឺត្រូវបត់បែនត្រូវមានសេរីភាពឯករាជ្យភាពខ្លួនឯងសម្រាប់ការរចនាសម្រាប់ការរៀបចំអាចថាលំហហ្នឹងវាបញ្ចូលរួមគ្នាតែមួយកាត់បន្ថយអញ្ចឹងក៏អាចថាបានឬក៏អញ្ចឹងត្រូវតែឈរដោយខ្លួនឯងមិនបាច់ចាំដើរតួជាអ្នកត្រជាន់មួយទៀតទេពេលដែលស្ថាបត្យកម្មមួយបានគិតគូររចនាដោយមានភាពល្អិតល្អន់បែបនេះប្រើចំណេះដឹងចេះយ៉ាងពិតប្រាកដមានគំនិតច្នៃប្រឌិតខ្ពស់មានចក្ខុវិស័យវែងឆ្ងាយបែបនេះវាមិនត្រឹមតែជាអគារប៉ុន្តែវាជាសម្បត្តិបេតិកភណ្ឌមិនត្រឹមតែជាផ្ទះប៉ុន្តែវាជាសារមន្ទីរតាក់ទាញភ្ញៀវទេសចរឲ្យចេញសវត្តយកថវិកាទាំងនោះចូលជាតិហើយមិនត្រឹមតែមានរូបរាងស្អាតទេប៉ុន្តែវាមានគុណតម្លៃខាងក្នុងសម្រាប់ឲ្យអ្នកស្រាវជ្រាវអ្នករចនាសិស្សក៏ដូចជាស្ថាបត្យករមកសិក្សាគ្រាបបញ្ជក់បន្ថែមពីស្ថាបត្យកម្មដ៏មានគុណតម្លៃដ៏មានការបង្កប់នៅអត្ថន័យបែបនេះបាន